គឺឈ្មោះសុតយុននៅភូមិស្រុកព្រៃឃុំតាពាំងសាបស្រុកបាទីខេត្តតាកែវដឹងខ្លួនថាខ្ញុំមិនអាចកែប្រែភេទមកជាស្រីវិញបានដោយថាអាយុ8ឆ្នាំឪពុកម្ដាយខ្ញុំដូចថាគាត់មិនដឹងថាមិនកើតបើកូនអញ្ចឹងហើយដូចថាគាត់ឡើងគាត់កែជាយាមកែប្រែខ្ញុំដែរតែដូចថាទៅវាមិនរួចពេលខ្ញុំធំដឹងក្តីឡើងខ្ញុំបានរបបប៉ុលពតចូលមកហើយខ្ញុំក៏នៅរស់នៅជាមួយប៉ុលពតធ្វើការងារគេគឺខ្ញុំនៅខាងកងប្រវត្តិសាស្ត្រខាងរែកកាប់កោះរែកព្រែកលើកភ្លឺរំរាយស្រែពីខ្ពស់ទៅទាបដល់នោះខ្ញុំបានរស់នៅជាមួយដៃគូរបស់ខ្ញុំហ្នឹងគឺយើងនៅកងចល័តជាមួយគ្នាយើងនៅកងចល័តជាមួយគ្នាដូចថាវាមិនទាន់បានថាស្រឡាញ់ឬមួយក៏ទាន់ទុកចិត្តគ្នាដែរយើងគ្រាន់តែរស់នៅមួយគ្នាអាចយកចិត្តគ្នាទៅវិញទៅមកដល់ពេលបាន1ឆ្នាំយើងដូចថាទុកចិត្តគ្នាហើយរាប់អានគ្នាក៏កាន់តែចិត្តស្និទ្ធយើងរស់នៅមួយគ្នានេះពេលមានបាយញ៉ាំមានអីចឹងយើងអាចទុកចម្លែកទុកឲ្យគ្នាញ៉ាំពេលនេះប្រធានកងគេចាប់អារម្មណ៍ថាយើងប្រហែលជាយ៉ាងម៉េចមួយចឹងគេបំបែកចិត្តដូចថារៀងអាណិតគាត់តាំងពីដើមដំបូងមកតែឃើញគាត់ធ្វើការវាធ្ងន់ធ្ងរពេលចំនួនអពតហ្នឹងរែកដីដូចជារែកដីជួររស់អីអញ្ចឹងទៅគាត់ធ្វើយ៉ាប់ដោយកម្លាំងមនុស្សប្រុសដែរតែខ្ញុំចេះតែរៀងអាណិតគាត់ដល់ពេលមកបែកពលពតនេះមកបានមកជួបមួយគាត់មកនៅជាមួយគាត់គាត់ឈឺដល់ពេលឈឺទៅអត់មានដូចថាមិនងាយពេទ្យណាមើលជាហើយចំនួននោះអត់សូវមានពេទ្យទៀតចំនួនអត់មានពេទ្យទេដល់ហើយគាត់ក៏បាននេះក៏ខ្ញុំចំណែកខ្ញុំវិញក៏ខ្ញុំកិច្ចខ្លួនដែរសម្រាប់ឲ្យគាត់រកសុភមង្គលគឺយើងមិនអាចប្រឆាំងគាត់បានទេដល់ពេលហើយពេលគាត់ឈឺខ្លាំងពេកទៅគាត់គ្រួសារគាត់ក៏ហៅខ្ញុំមកវិញដល់ពេលខ្ញុំមកវិញក៏គាត់បានខ្ញុំហ្នឹងក៏ជួយមើលជួយអីចឹងទៅគាត់ក៏បានជាយើងក៏សុំគាត់រស់នៅជាមួយគ្នាខ្ញុំហ្នឹងព្រោះបងខ្ញុំខ្វាន់ម៉ែខ្ញុំហ្នឹងគាត់ងឹតម៉ែឪខ្ញុំគាត់ជំទាស់គាត់ថាខ្ញុំមិនឲ្យទៅនៅជាមួយគាត់តែចិត្តខ្ញុំចង់តែនៅមួយគាត់ដល់ពេលនេះទៅគាត់ខឹងខ្ញុំគាត់ថាខ្ញុំនឹងអត់នៅរស់ស៊ីជាមួយគាត់អត់រស់ស៊ីចិញ្ចឹមគាត់តើនេះគាត់ខឹងយ៉ាងណាក៏ដោយខ្ញុំក៏សុខចិត្តចេញពីគាត់ទៅនៅមួយចុះចេញពីម៉ែនឹងទៅនៅមួយគាត់ទៅនៅមួយគាត់ហ្នឹងខ្ញុំរកបានអញ្ចឹងមកខ្ញុំទិញជាងកជាម្ហូបនៃចំណុកអីយកមកឲ្យគាត់យូរទៅគាត់លែងខឹងគាត់បដោយខ្ញុំទៅនៅមួយគាត់អញ្ចឹងទៅពីដើមខ្ញុំជំទាស់ដែរព្រោះប្អូនខ្ញុំហ្នឹងអ្នកចិញ្ចឹមខ្ញុំដល់គាត់ទៅខ្ញុំក៏អត់ខឹងដែរព្រោះគាត់ទៅហើយទៅមិនគាត់នៅចាំខ្ញុំអត់ដែរ
គេពេបគេជ្រាយគេថាគេមិនដែលដឹងមិនដែលឮមិនដែលឃើញខ្ញុំទៅនៅមួយស្រីគ្នាឯងអញ្ចឹងដល់ហើយគេឌីលគេតេស្តខ្ញុំថាខ្ញុំនឹងទៅនៅជាមួយស្រីអញ្ចឹងរកស៊ីអីរស់ទៅធ្វើអីបានព្រោះមនុស្សស្រីវល់ក្រានមិនជុំផងខ្ញុំប្លែកតាំងពីមុនខ្ញុំមកដែលឃើញថាស្រីឆ្លាញ់ស្រីប្រុសឆ្លាញ់ប្រុសអញ្ចឹងទៅមកបច្ចុប្បន្នឥឡូវហ្នឹងឃើញខ្ញុំដឹងតែពីចំនួនខ្ញុំពីឆ្នាំ68ហ្នឹងមកគឺខ្ញុំដឹងតែមានតែខ្លួនខ្ញុំទេអត់ដឹងថាមានទៀតទេដល់មកឆ្នាំ88បានកោតច្រើនមកក្មេងៗសម័យក្រោយខ្ញុំឯងគេវាច្រើនភ្លើតច្រើនណាបានថាអញ្ចឹងមិនមែនតស៊ូមួយនឹងមួយដូចខ្ញុំទេចំនួនក្រោយនេះនៅក្នុងឃុំខ្ញុំមាន6 7គូតែគ្រាន់តែថាមិនមួយហើយនឹងមួយស្ម័គ្រស្មោះដូចខ្ញុំទេតាមការពិតគាត់ទន្ទឹមនឹងនេះគាត់មានដៃគូគាត់2 3ក្នុងម្នាក់តែឥឡូវនេះអត់មានទៀតទេរយៈកាលបានអង្គការរកហៅអន្តនូគាត់ចុះមកបញ្យលណែនាំយើងទៅឥឡូវហ្នឹងក្រុមយើងហ្នឹងបាននឹងបាននឹងមិននឹងថាมันផេលផាលរ1ជា2 2ជា3គាត់ស្វែងរកអនាគតគាត់ដែរគាត់ក៏ច្រឡាញ់ខ្ញុំក៏ច្រឡាញ់គាត់អត់មានដែរឆ្លោះតែចែកគ្នាទាស់គ្នាធំដុំអីដល់វាយដល់តប់អីអត់ដែរគាត់នៅតែចែកជាមួយគ្នា1ម៉ាត់2ម៉ាត់អីមកបន្ទុះស្ដីនិយាយរកគ្នាវិញការរួមរស់មួយគ្នានេះយើងអាស្រ័យទៅយល់ចិត្តគ្នាទៅវិញទៅមកដូចថាគាត់យកចិត្តខ្ញុំយកចិត្តគាត់ចឹងទៅហើយយើងរស់នៅមួយគ្នាយើងរកទុកអនាគតចាស់ទុំទៅក្រៃលើយើងដូចថាយើងអត់កូនអត់ចៅចឹងយើងរករបស់ទ្រព្យយើងខំប្រឹងរកហ្នឹងដើម្បីទុកសម្រាប់អនាគតខ្លួនឯងពីរឿងកូនចៅអីអត់ខ្ញុំគិតតែចង់បានគិតតែព្រួតកម្លាំងគ្នាខំរកតែដល់ទៅពេលយូរទៅក៏មានប្អូននឹងគេយកក្មួយយកមកផ្ញើអញ្ចឹងទៅខ្ញុំចេះតែចាំបានធំមកបន្តិចក្មួយយើងយកកូនយកមកផ្ញើអញ្ចឹងហើយខ្ញុំចេះតែចាំទល់គ្នាធំអស់ទៅបែកមានគ្រួសារការឲ្យគេអស់ទៅព្រោះខ្ញុំគិតឃើញថាខ្ញុំចាស់ទៅនៅតែ2អ្នកតទួអញ្ចឹងដូចថាវាទាល់ដៃទាល់ជើងអញ្ចឹងចាំក្មួយហើយនឹងចៅខ្ញុំដូចជាចំហមួយដ៏រឹងមាំសម្រាប់ឲ្យគាត់ពឹងផ្អែកហើយនឹងក្មួយទាំងអស់ដែលមករស់នៅហ្នឹងអាចពឹងផ្អែកបានដូចបរោះដតេដែរខ្ញុំរងថ្ងៃកំពុងតែធៀមទាដែរទី1ចង់ឲ្យប្រធានភូមិឬមួយក៏អ្នកដឹកនាំនៅក្នុងភូមិហ្នឹងក៏ទទួលស្គាល់ខ្ញុំឲ្យបានច្បាស់ថាខ្ញុំបិទតែប្រភេទទី3មែនតែខ្ញុំក៏មានបេះដូងជាខ្មែរហើយខ្ញុំក៏ចេះស្រឡាញ់គ្រួសារខ្មែរដែរហើយម្យ៉ាងទៀតខ្ញុំទាមទារសិទ្ធិដើម្បីកុំឲ្យមានការរើសអើងទៅបងប្អូនចំនួនក្រោយទៀតប្អូនដែលខ្ញុំឮគេថាភេទទី3តែរឿងភេទទី3គឺខ្ញុំអត់មានបញ្ហាអីគឺខ្ញុំមានតែលើកតម្កើងគាត់ថាធ្វើម៉េចសិទ្ធិរបស់មនុស្សគ្មានអ្នកណាធ្វើបានទេគឺតាមតែគាត់ធ្វើតាមការពិតខ្ញុំទាំងអស់គ្នាដែលនៅទីនេះចង់បានទាមទាររឿងសិទ្ធិដើម្បីឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់គឺទទួលស្គាល់ហើយនឹងឈប់រើសអើងពួកយើងហើយចង់ទាមទារឲ្យពួកយើងនឹងមានសិទ្ធិសេរីភាពឬមួយក៏មានចុះតាស៊ីវិលជាអាពាហ៍ពិពាហ៍ទៅដាក់អ្នកខាងក្រោយខ្ញុំពងទាមទារហ្នឹង